Yorobun Annyeonghaseyo ម៉ាណាសបាងកាប់សឹមនីដារីករាយស្វាគមន៍បាទយើងជួបគ្នាទៀតហើយនៅក្នុងវីដេអូចែករំលែកប្រយោគភាសាកូរ៉េដែលជនជាតិកូរ៉េតែងតែប្រើប្រាស់ប្រចាំថ្ងៃនៅកន្លែងការងារបាទដែលយើងរស់នៅអាស្រ័យតាក់ទងគ្នាធ្វើការជាមួយគ្នាបាទដើរលេងជាមួយគ្នាបាទជជែកគ្នាលេងឬក៏ទំនាក់ទំនងការងារផ្សេងបាទអញ្ចឹងថ្ងៃនេះយើងក៏នៅតែចែករំលែកដូចសពមួយដងដែរ អូខេតាអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងមានកិច្ចការអ្វីមួយចង់ជំរាបទៅកាន់ផាន់ចាំងរបស់យើងណាមេការរបស់យើងបាទឲ្យគាត់ដឹងអំពីទុក្ខធុរៈរបស់យើងព្រោះយើងទៅនោះយើងមិនដឹងថាប្រាប់អ្នកណាណាបាទអញ្ចឹងមានអ្នកណាក្រៅពីមេការរបស់យើងទេយើងប្រាប់គាត់ទៅយើងជំរាបគាត់ទៅឲ្យគាត់ជួយដោះស្រាយណាអញ្ចឹងពីនោះស្រាប់តែយើងហាក់ដូចជាមានបញ្ហាអីមួយចង់ប្រាប់អញ្ចឹងទៅអឺ គាត់មើលមកយើងគាត់ចង់សួរយើងវិញបាទគាត់សួរយើងមុនវិញបាទគាត់សួរយើងថាឧទាហរណ៍ថាគាត់សួរដូចជាពាក្យថា "Aku sipun mari moya" បាទគាត់មើលមកយើងមកគាត់ឃើញយើងអេះអុញញឹមញញែមអីដូចចង់ជំរាបទៅគាត់អីចឹងគាត់យល់ចិត្តយើងណាបាទគាត់សួរមកយើងមុនណាមេរបស់យើងគាត់សួរមកយើងមុនណា"Aku sipun mari moya" បាទនេះគឺជាពាក្យដែលជនជាតិកូរ៉េតែងតែប្រើប្រាស់ប្រចាំថ្ងៃប៉ុន្តែនេះគឺជាផាន់ម៉ាល់ទេបាទ បើសិនជានប់ធុនម៉ាល់ជូនដេតម៉ាល់ណាពាក្យគួរសមជាងហ្នឹងគឺគេគួរប្រើពាក្យថាMosun ឬក៏ Hako Sipun Mari Moyeyo បាទ Moyeyo បាទ Muot Simnika អីចឹងណានៅកន្លែងនេះណាបាទនៅចុងនេះណាបាទអញ្ចឹងបើសិនជាយើងរៀននៅក្នុងសៀវភៅកន្លែងនេះគឺយើងច្បាស់ជាឮហើយបាទឮថាអឺ Hako Sipun Mari Moyeyo Hako Sipun Mari Muot Simnika បាទប៉ុន្តែដល់ទៅពេលយើងទៅជួបគេជាក់ស្ដែងនៅកន្លែងគឺយើងទៅឮជាពាក្យនេះវិញអញ្ចឹងបើសិនជាយើងអឺមិនចាប់អារម្មណ៍ទេយើងអាចនឹងភាំងចុះហើយតើគេចង់និយាយពីអីហ្នឹងបាទអញ្ចឹងនេះគឺគេចង់និយាយថាតើមានរឿងអីចង់និយាយមែនទេបាទមានអីចង់និយាយប្រាប់មែនទេបាទពាក្យហ្នឹងគឺបានន័យថាអញ្ចឹងណាបាទ Hako Sipun Mari Moya មានអីចង់និយាយប្រាប់មែនទេមកប្រាប់វឹងមកនៅអេះអុញនរណាទៀតអញ្ចឹងដល់ពេលនោះគឺយ៉ាងម៉េចទៅគឺយើងគួរប្រាប់អំពីបញ្ហារបស់យើងដូចជាថាណែជីសុងហាជីម៉ានមួយជុំភូថាក់រីរីយ៉ូកូយ៉ូណែជីសុងហាជីម៉ានមួយជុំភូថាក់រីរីយ៉ូកូយ៉ូឃ្លានេះគឺបានន័យថាបាទឬក៏ចាស់អញ្ចឹងណានេះណែនេះបាទឬក៏ចាស់ណាបាទឆេសូងហាជីម៉ាន់បានន័យថាសូមអភ័យទោសសូមអធ្យាស្រ័យបាទបានន័យថាយើងសូមអធ្យាស្រ័យជាមុនអញ្ចឹងសិនណាមុននឹងយើងសុំប្រាប់គេសុំពឹងគេឲ្យនិយាយរឿងអីមុនអញ្ចឹងណាអញ្ចឹងម៉ូជុំពូថាគិរីរីយ៉ូកូយ៉ូហ្នឹងមានន័យថាខ្ញុំមានការចង់ជម្រាបជូនបន្តិចបាទខ្ញុំមានរឿងចង់ប្រាប់បន្តិចអញ្ចឹងណាបាទខ្ញុំមានពាក្យចង់ជំរាបជូនបន្តិចបាទយើងអាចបកថាអញ្ចឹងណាអញ្ចឹងគេប្រកាសជាគេប្រកាសជាសួរយើងទៀតហើយថាដូចជាMusin iri isoh? Musin iri isoh? កន្លែងនេះគឺជាពាក្យដែលគេប្រើប្រចាំថ្ងៃហើយបើសិនជាពាក្យដែលយើងរៀនជួបនៅក្នុងសៀវភៅយើងប្រកាសជាឃើញពាក្យថា Musin iri isoyo បាទឬក៏ Musin muncheka isoyo បាទយើងប្រកាសជាឃើញអានោះទេប៉ុន្តែដល់ទៅពេលគេមកនិយាយជាមួយយើងគឺគេទៅជានិយាយចឹងទៅវិញហើយអញ្ចឹងមានន័យថាជាប្រយោគដែលភាសាកូរ៉េដែលជនជាតិកូរ៉េគេតែងតែប្រើប្រចាំថ្ងៃនៅកន្លែងការងារនៅក្នុងការប្រាស្រ័យទាក់ទងគេជាញឹកញាប់ណាវាផ្សេងពីអ្វីដែលយើងរៀននឹងខ្លះៗដែរមិនផ្សេងទាំងអស់គ្នាទេណាបាទមានខ្លះទៅក៏នៅក្នុងសៀវភៅមានខ្លះទៅគេមានគ្រាមភាសារបស់គេគេប្រើនៅខាងក្រៅសៀវភៅអញ្ចឹងណាបាទអញ្ចឹងគេចង់និយាយថាតើមានកិច្ចការអីមែនទេមានបញ្ហាអីមែនទេមានរឿងអីមែនទេបាទហ្នឹងណាគេសួរអញ្ចឹងណាពេលហ្នឹងគឺចង់បានន័យថាបែបហ្នឹងណាមានបញ្ហាអីមានកិច្ចការអីមានរឿងអីមែនទេបាទអញ្ចឹងយើងគួរធ្វើម៉េចទៅបាទពាក្យហ្នឹងគឺនៅមានមួយឃ្លាទៀតដែលជនជាតិកូរ៉េកាត់ខ្លីជាងហ្នឹងទៀតបាទនេះគឺកាត់ពីប្រយោគផ្លូវការភាសាសរសេរមកកាត់នៅសល់ប៉ុណ្ណឹងណាហើយបូកខ្លីជាងហ្នឹងទៀតគឺដូចជាពាក្យថា "where" បាទ "where" "where" ហេតុអីបាទមានការអីបាទយ៉ាងម៉េចឃើញទេអញ្ចឹងគឺប្រកាសជាឮហើយពេលអស់ហ្នឹងណាប្រកាសជាឮជាក់ជាមិនខានទេបាទ
អូខេតាអញ្ចឹងបញ្ជាក់ឡើងវិញម្ដងទៀតអញ្ចឹងនៅពេលដែលគេសួរយើងថាអឺ "Aku sipun mari moya" អញ្ចឹងគឺគេចង់បានន័យថាតើយើងមានការអីចង់និយាយមានអីចង់ប្រាប់មែនទេអញ្ចឹងយើងពេលនោះយើងគួរតែប្រាប់ហើយណាប្រាប់ពីបញ្ហារបស់យើងអីខ្លះអញ្ចឹងទៅណាអញ្ចឹងយើងអាចនិយាយបានថាណែ "Chesung Hachiman" បាទចាសសូមអធ្យាស្រ័យសូមអភ័យទោសក៏ប៉ុន្តែកន្លែងនេះណាក៏ប៉ុន្តែមួយជុំភូថាក់ធីរីយោគោយោខ្ញុំមានការចង់ជំរាបជូនបន្តិចបាទខ្ញុំមានរឿងចង់ប្រាប់បន្តិចអីចឹងណាហើយគេក៏បញ្ជាក់បន្ថែមថាmusim ini isoh បាទ musim ini isoh អញ្ចឹងវាមកពីពាក្យគួរសមរបស់វាគឺយើងអាចនិយាយបានថា musim munceka isoyo musim iri isoyo អីចឹងណា musim munche isoyo អញ្ចឹងទៅហើយគេកាត់មកនៅសល់អញ្ចឹងបាទណានេះគឺបែបហ្នឹងឬក៏កាត់ប៉ុណ្្នឹងមកទៀតគឺនៅសល់តែប៉ុណ្នេះវ៉ែបាទយ៉ាងម៉េចមានការអីអូខេតាអញ្ចឹងយើងមានទៅទៀតណាយើងបន្តទៀតពេលនោះគឺយើងគួរប្រាប់ពីប្រភពនៃបញ្ហាជាក់ស្ដែងរបស់យើងបាទប្រភពបញ្ហាជាយើងឧទាហរណ៍ថាណែណា "Pangesoneun ondol hako hoi loka an kyosoyo Pangi nomu chuoyo" ថាស៊ីម្ដងទៀតណែ "Pangesoneun ondol hako hoi loka an kyosoyo Pangi nomu chuoyo" បាទនេះគឺយើងប្រាប់ពីប្រភពបញ្ហារបស់យើងទៅដល់អ្នកដែលយើងចង់ជំរាបហ្នឹងហើយណែបាទឬក៏ចាស់ណាបាទផាំងអេសបានន័យថានៅឯបន្ទប់របស់ខ្ញុំហ្នឹងហ៎បាទបើជីបអេសបានន័យនៅឯផ្ទះហ្នឹងហ៎អញ្ចឹងណាបាទអូនដូលអូនដូលបានន័យថាអាកម្រាលកម្ដៅណាបាទនៅស្រុកកូរ៉េបើសិនជាយើងអត់មានអូនដូលនេះយើងអត់មានផូអ៊ីឡនេះបាទនៅខែត្រជាក់ទាំងអស់គ្នាគឺវាហាក់ដូចជាយើងដោះខោអាវហើយទៅដេកត្រាំនៅក្នុងទឹកកកអញ្ចឹងបាទឬមួយក៏ជាងនឹងទៀតបងព្រោះទឹកកកវាកកនៅត្រឹមតែ0អង្សាឯមិនអញ្ចឹងហ៎ប៉ុន្តែស្រុកគេវាត្រជាក់រហូតដល់15អង្សាក្រោម0នឹងទៅទៀតអញ្ចឹងវាត្រជាក់លើសនឹង15ដងទៀតអញ្ចឹងគេមានឧបករណ៍ហ្នឹងឯងដើម្បីកម្ដៅផ្ទះណាដើម្បីកម្ដៅទឹកដើម្បីមុជដើម្បីរស់នៅណាអញ្ចឹងសំខាន់ណាស់ទាំងអស់គ្នាតែអាហ្នឹងខូចអាហ្នឹងបើកអត់ចេញអីយើងអត់ដឹងតែប្រាប់ថាម៉េចហ្នឹងគឺយើងមិនដឹងថារស់នៅយ៉ាងម៉េចមិនដឹងមុជទឹកយ៉ាងម៉េចទេណាបាទគ្រោះថ្នាក់មួយដែរណាអញ្ចឹងនេះជាពាក្យល្អមួយសម្រាប់ឲ្យយើងត្រៀមទុកឲ្យហើយណាបាទអូនដូលហ្នឹងគឺអាកម្រាលកម្ដៅធ្វើឲ្យបន្ទប់របស់យើងក្ដៅហ្នឹងណាបាទអាហ្នឹងគេក្រាលពីសហ្មងណាគឺក្រាលពីសនៅក្នុងបន្ទប់ហ្មងណាបាទពេលដែលគេចុចកុងតាក់ទៅគឺអាកម្រាលហ្នឹងវាឡើងកម្ដៅហើយបន្ទប់គេហ្នឹងឡើងកម្ដៅធ្វើឲ្យយើងហ្នឹងមានភាពកក់ក្ដៅហើយទប់បានជាមួយនឹងអាកាសធាតុត្រជាក់ហ្នឹងយើងគេងយើងរស់នៅបានស្រួលអញ្ចឹងបានន័យថាអូនដូលហាគោអាអូនដូលហ្នឹងឧបករណ៍កម្ដៅហ្នឹងហើយនឹងហាគោនេះហើយនឹងអីគេ ហើយនឹង boiler boiler ហ្នឹងមានន័យថាអាម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់យើងណាយើងចុចម្ខាងទៅឲ្យទឹកនឹងត្រជាក់យើងចុចម្ខាងទៀតឲ្យទឹកនឹងក្ដៅដើម្បីមុជទៅឲ្យស្រួលកុំឲ្យវាត្រជាក់ខ្លាំងពេកណាគេហៅ boiler ណា boiler ការអានេះបរិយាស័ព្ទទេអានេះតែពាក្យវាទៅពិតនេះទេណានេះ boiler អញ្ចឹងមានន័យថាអាអូនដូលហ្នឹងហើយនឹង boiler ហ្នឹងអាន Kyosoyo បានន័យថាបើកវាអត់ចេញបើកវាអត់ដើរឬមួយក៏វាខូចវាអត់ដំណើរការណាបាទអាន Kyosoyo ហ្នឹងណាបាទយើងមានពាក្យមួយទៀតគឺ Kojang Natsoyo no Sa Kojang អឺ ខុតខាត់ថាយកអីចឹងទៅប៉ុន្តែឥឡូវនេះគឺយើងរៀនពីនេះ Ankyousono បានន័យថាបើកទៅវាអត់ដើរបើកទៅវាអត់ដំណើរការអញ្ចឹងណាអញ្ចឹងមិនត្រឹមតែអាហ្នឹងទេទាំងអស់គ្នាអ្វីមួយម៉ាស៊ីនអីក៏ដោយដែលយើងបើកទៅវាអត់ដំណើរការអីយើងអាចប្រើពាក្យហ្នឹងបានណានេះបាទKikeka ណា Kike ម៉ាស៊ីន Kikeka Ankyousoyo Panjangnim Otokeheyo Chumtuwajuseyo បាទម៉ាស៊ីនបើកអត់ចេញទេលោកប្រធានតើធ្វើយ៉ាងម៉េចទៅជួយខ្ញុំផងបាទអញ្ចឹងយើងអាចប្រើពាក្យនេះបានណាបាទពាក្យនេះអ្វីមួយដែលបើកទៅវាអត់ដើរវាអត់ដំណើរការវាគាំងវាខូចអីចឹងណាអូខេហើយបន្តមកទៀតយើងបន្ថែមបន្តិចទៀតថា "Phangi nomu chuwoyo" Phangi នេះបន្ទប់បាទ nomu នេះណាស់ chuwoyo មានន័យថាត្រជាក់អញ្ចឹងមានន័យថាបន្ទប់នេះគឺវាត្រជាក់ខ្លាំងណាស់បាទដោយសារអីដោយសារអានេះបើកវាអត់ចេញបាទអូនដូនេះគឺវាខូចហើយ boiler នេះក៏បើកអត់ចេញទៀតគឺយើងដូចនៅក្នុងភ្នំទឹកកកអញ្ចឹងធ្វើឲ្យផាំងរបស់យើងធ្វើឲ្យបន្ទប់របស់យើងវាយ៉ាងម៉េចគឺវាត្រជាក់
ត្រជាក់ខ្លាំងបាទត្រជាក់ខ្លាំងណាស់អញ្ចឹងធ្វើម៉េចទៀតទៅដូច្នេះគេនឹងសួរបញ្ជាក់យើងបន្ថែមទៀតដូចជាពាក្យថា "그래요?" អញ្ចឹងឬ"그래요?" អញ្ចឹងហ៎"언제부터 안 돼서" បាទនេះគឺជាពាក្យកាត់មកហើយបាទតាមពិតពាក្យមួយវាគឺ "언제부터 안 됐어요?" "안 됩니까?" អញ្ចឹងណាបាទអញ្ចឹងភាសាប្រចាំថ្ងៃរបស់គេប្រកាសជាចេញអស់ហើយចេញមកហើយពាក្យអស់ហ្នឹងហ៎អញ្ចឹងឬតើវាបានអញ្ចឹងតាំងពីពេលណាមកនេះ "언제부터" តាំងពីពេលណាមក "안 돼서요" អត់ដំណើរការឬក៏វាអញ្ចឹងដូចលក្ខណៈនេះអត់ដើរអត់ដំណើរការគាំងឬក៏ខូចអីណាគេនឹងប្រើពាក្យហ្នឹងហើយតើវាអញ្ចឹងតាំងពីពេលណាមកណា "언제부터 안 됐어요" តើវាខូចវាអត់ដំណើរការតាំងពីពេលណាមកបាទអញ្ចឹងយើងគួរប្រាប់ពីរយៈពេលដែលវាចាប់ផ្ដើមខូចណាម្សិលមិញឬក៏2-3ថ្ងៃហើយឬខូចយ៉ាងម៉េចអីចឹងក៏យប់មិញអីចឹងទៅបាទអញ្ចឹងយើងចាប់ផ្ដើមប្រាប់ពីបញ្ហារបស់យើងណាអញ្ចឹងយើងប្រាប់នេះ"며칠 전부터요" ណា"며칠 전부터요" បានន័យថា "며칠" បានន័យថាប្រហែលថ្ងៃមុននេះបាទប្រហែលថ្ងៃណាប្រហែលថ្ងៃ"전부터" នេះតាំងពីមុនដល់ "며칠 전부터요" បានន័យថាតាំងពីប្រហែលថ្ងៃមុនមកម្លេះហ្នឹងណា "며칠 전부터요" តាំងពីប្រហែលថ្ងៃមុនមកម្លេះបានន័យថាវាខូចអញ្ចឹងវាអត់ដើរអញ្ចឹងបើកវាអត់ចេញអញ្ចឹងអីទៅណាគឺប្រហែលថ្ងៃមកហើយបាទបែបហ្នឹងឯងអញ្ចឹងយើងបន្ថែមមួយឃ្លាបន្តិចទៀតទៅបាទ "반장님 좀 고쳐 주시겠어요?" បាទអានេះគឺយើងស្នើសុំគេឲ្យជួយណានេះ "반장님 좀 고쳐 주시겠어요?" "반장님" លោកប្រធានលោកមេការបាទជុំបន្តិច "고쳐" ជួសជុលមកពី "고치다" ហើយ "주시겠어요" សូមជួយបាទសូមជួយគេសូមជួយជួសជុលបន្តិចអញ្ចឹងយើងបូកបញ្ចូលគ្នាបានន័យថាលោកប្រធានសូមជួយជួសជុលឲ្យខ្ញុំបន្តិចផងបានទេបាទយើងបន្ថែមអញ្ចឹងតិចទៅស្ដាប់បានហើយបាទហើយជនជាតិកូរ៉េក៏គេយល់ពីស្ថានភាពនឹងដែរណាតាមជាក់ស្ដែងដែលខ្ញុំធ្លាប់ជួបគឺគ្រាន់តែមានបញ្ហាភ្លាមគឺគេគេប្រាប់គ្នាតៗភ្លាមថាឲ្យជួយធ្វើម៉េចបាទវាអស់ប្រេងអស់អីឬក៏វាបើកអីតាណាតាណីអីគឺគេប្រាប់ឲ្យបើកជួយឲ្យយើងភ្លាមបាទពីព្រោះគេដឹងថាជនបរទេសគឺអត់ធ្លាប់ជួបអាកាសធាតុបែបហ្នឹងទេដល់កាលណាគេទៅជួបអាកាសធាតុបែបហ្នឹងហើយប៉ះជាមួយនឹងឧបករណ៍ហ្នឹងវាអត់ដំណើរការចឹងទៀតគឺធ្វើឲ្យជីវិតរស់នៅរបស់គេហ្នឹងមានការលំបាកអញ្ចឹងគេយល់តែកន្លែងហ្នឹងណាគេជួយដោះស្រាយយើងហើយបាទគេជួយទៅរកជាងរកអីហើយយើងទៅថ្មីៗយើងទៅរកជាងឯណាយើងទៅជួលជួលណាលោកព្រះយើងនៅស្រុកយើងមិនដែលមានប្រើមានអីផងបាទអូនដូលអូនអីហ្នឹងដឹងគេបើកឲ្យមិនជួសជុលមិនអាហ្នឹងនៅក្នុងកម្រាលឥដ្ឋខាងក្រោមយើងហ្នឹងបាទអូខេតាអញ្ចឹងបញ្ជាក់ឡើងវិញម្ដងទៀតតា"네 방에서는 온돌하고 보일러가 안 켜져요. 방이 너무 추워요." អញ្ចឹងបានន័យថាបាទឬក៏ចាសនៅឯបន្ទប់របស់ខ្ញុំហ្នឹងអកម្រាលកម្ដៅហើយនឹងម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ហ្នឹងគឺវាអត់ដំណើរការទេឬក៏បើកវាអត់ចេញទេនេះពាក្យនេះហើយយើងបន្ថែមថា "Hangi no mucho yo" បន្ទប់ហ្នឹងគឺត្រជាក់ខ្លាំងណាស់បាទបន្ទប់គឺត្រជាក់ខ្លាំងណាស់បាទអញ្ចឹងយើងបន្តទៀតបាទគេសួរយើងទៀតណា "그래요?" អញ្ចឹងឬបាទគេសួរបញ្ជាក់យើងណា"언제부터 안 됐어요?" បាទ "언제부터 안 됐어?" តើវាអញ្ចឹងតាំងពីពេលណាមកបាទវាបានខូចវាបានគាំងអីវាអត់ដំណើរការនឹងតាំងពីពេលណាមកអញ្ចឹងណាបាទអញ្ចឹង "며칠 전부터요" បានន័យថាតាំងពីប្រហែលថ្ងៃមកម្លេះតាំងពីប្រហែលថ្ងៃមុនមកម្លេះហើយយើងបន្ថែមទៀត "Hanjangnim chum Gochochusekesoyo" លោកមេការលោកប្រធានសូមជួយជួសជុលខ្ញុំបន្តិចផងបានទេអូខេបាទយើងប្រាប់ប៉ុណ្ណឹងមកគឺបានហើយអញ្ចឹងយើងចេះពាក្យមួយចំនួនទៀតមិនអញ្ចឹងទាំងអស់គ្នាណាបាទអញ្ចឹងកុំភ្លេចតាមដាន Channel តាមដានការចែករំលែករបស់ខ្ញុំបាទហើយជួយ Share ជួយ Subscribe ផងណាបាទដើម្បីយើងទទួលបានចំណេះដឹងហ្នឹងជារៀងរាល់ថ្ងៃបន្តបន្ទាប់ទៅទៀតបាទនេះគឺសម្រាប់ពលករសម្រាប់សិស្សដែលកំពុងតែរៀនកូរ៉េហើយនិងអ្នកដែលត្រៀមទៅណាបាទយើងចេះពាក្យមួយចំនួននេះហើយទៅដើម្បីយកទៅប្រើកុំឲ្យទៅដល់នោះពិបាកអញ្ចឹងណាអូខេតាអរគុណច្រើនមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េ VNK បង្រៀនដើម្បីឲ្យសិស្សទទួលបាននូវគុណភាពមានគុណភាពមានសមត្ថភាពទើបប្រឡងជាប់ទើបអាចទៅធ្វើការនៅកូរ៉េបាន
បង្រៀនដោយការពន្យល់លម្អិតច្បាស់លាស់ដើម្បីឲ្យសិស្សងាយស្រួលយល់ងាយស្រួលរៀននិងរៀនឆាប់ចេះទទួលចុះឈ្មោះសិស្សចូលរៀនជារៀងរាល់ថ្ងៃមានការបញ្ចុះតម្លៃពិសេសគឺនៅសល់ត្រឹមតែ$80ប៉ុណ្ណោះតម្លៃពេញ$120បង់ថ្លៃសិក្សាតែម្ដងរៀនរហូតទាល់តែប្រឡងជាប់ផុតឱកាសបញ្ចុះតម្លៃនេះនឹងត្រូវបង់ថ្លៃសិក្សាដូចធម្មតាវិញហើយដូច្នេះសូមប្រញាប់ឡើងកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតឲ្យសោះសូមតាក់ទងតាមលេខទូរស័ព្ទ093 35 79 47 061 28 87 26សូមអរគុណជួបគ្នានៅក្នុងការចែករំលែកចំណេះដឹងភាសាកូរ៉េដែលជាប្រយោគសម្រាប់ជនជាតិកូរ៉េប្រើប្រាស់ប្រចាំថ្ងៃនៅវីដេអូបន្ទាប់អានយ៉ង